ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីវិធីបុកទឹកត្រីកោះកុងឲ្យមានរសជាតិឈ្ងុយឆ្ងាញ់គ្រឿងផ្សំរបស់យើងមានដូចជាខ្ទឹមសម្ទេសទឹកត្រីប៊ីចេងស្ករក្រូចឆ្មាជាដើមដំបូងឡើយយើងធ្វើការបុកខ្ទឹមសយើងឲ្យម៉ត់បន្ទាប់មកយើងលាយជាមួយនឹងម្ទេសបុកវាបញ្ចូលគ្នាឲ្យម៉ត់រួចបន្ទាប់ពីបុកល្បាយទាំងពីរនេះម៉ត់ហើយយើងធ្វើការដួសវាដាក់ក្នុងចានទុកមួយឡែកសិនបន្ទាប់ពីយើងដួសខ្ទឹមសនិងម្ទេសដែលបានបុករួចបន្ទាប់មកយើងគ្រាន់តែបន្ថែមជាមួយនឹងប៊ីចេង1ស្លាបព្រាឬក៏យើងអាចដាក់តាមចំណង់ចំណូលចិត្តរបស់យើងបានបន្ទាប់មកយើងដាក់ទឹកត្រីចំនួន4ស្លាបព្រាបាយហើយបន្ទាប់ពីយើងធ្វើការដាក់ទឹកត្រីរួចយើងធ្វើការកូរច្របល់វាបញ្ចូលគ្នាសិនហើយបន្ទាប់មកយើងបន្ថែមជាមួយនឹងស្ករ3ស្លាបព្រាបន្ថែមទៀតបន្ទាប់ពីយើងធ្វើការបន្ថែមស្កររួចមកយើងធ្វើការច្របាច់ក្រូចឆ្មាចំនួន2ផ្លែបន្ទាប់ពីយើងច្របាច់រួចនេះគឺជាទឹកត្រីដែលយើងធ្វើរួចបងប្អូនអាចសាកធ្វើតាមវិធីនេះបានសូមអរគុណ